បានមកដល់ព្រះអង្គជេកព្រះអង្គចោមហើយក្រែណូតសុខាទៅបន្ទាយមានជ័យប៉ោយប៉ែតភ្នំពេញកំពង់ធំណាផ្លូវ8ទេបងប្អូនឥឡូវយើងដើរចូលមកក្នុងសួននេះស្អាតមែនតើបងប្អូនហ្នឹងអត់ងាយបានមកណាហ្នឹងហើយវាជាអាកាសស្ទឹងសៀមរាបបងប្អូនហ្នឹងហើយចំពីមុខមកមុខវាំងបងប្អូនណាឥឡូវយើងដើរចូលក្នុងសួនតិចស្អាតនេះជាមេតបបងប្អូនខ្ញុំអានអក្សរខ្មែរណាមិនសូវប្រកែអាននេះបងប្អូនមហាសេនាបតីសង្គ្រាមហ្នឹងហើយខ្ញុំអានប្រយ័ត្នតិចពោលខ្ញុំនិយាយចំមកយើងពិបាកអានដែរហ្នឹងហើយសូមបងប្អូនមើលចុះណានេះទៅតួអង្គមេតបសម័យអង្គរបងប្អូននោះស្អាតមែនទែនកាន់ធ្នូហើយគាត់មានព្រួយទៀតណាហើយនេះជាប្រវត្តិរូបរបស់គាត់អាហ្នឹងណាយកមកគេអានទៅខ្លាចខុសបងប្អូនខ្ញុំក៏ថតបងប្អូនមើលចឹងអានអាចប្រកបយូរបងប្អូនហ្នឹងហើយឥឡូវយើងទៅមុខទៀតនេះប្រវត្តិរូបរបស់មេតបមួយទៀតណាបងប្អូនក៏កាន់ធ្នូដែរនេះក៏ប្រវត្តិរូបរបស់មេតបមកអង្គទៀតនេះចុងក្រោយហើយបានទៅជួរខាងទៀតមេតបគាត់នេះក៏កាន់លំពេងហើយនឹងខែលណាហើយនេះប្រវត្តិរូបរបស់គាត់អ្នកសង្ឃចាញ់ស្រីអើយបាក់ណាបងប្អូនសន្ទុះហ្នឹងហើយឥឡូវយើងគាត់ថតជាប្រវត្តិរូបឲ្យបងប្អូនមើលទៅចង់បងប្អូនណាចង់មើលយើងគាត់ស្គប់វីដេអូហ្នឹងទៅអានវត្តរូបរបស់គាត់ទៅណាហ្នឹងហើយឥឡូវយើងទៅមើលមកខាងទៀតណាហ្នឹងហើយនៅខាងនេះទីតែយើងថតប្រយ័ត្នថ្ងៃយើងងឹតនេះបងប្អូនប៉ុន្តែខ្ញុំខំព្យាយាមហ្នឹងមើលទៅខាងនោះមកឃើញគេមានរូបដូចហ្នឹងដែរដើម្បីថតបដៅអត់មានទេបងប្អូននៅខាងក្រោយហ្នឹងហើយអញ្ចឹងនេះថតប្រយ័ត្នថ្ងៃឃើញហ្នឹងហើយអានេះពណ៌រូបរបស់ហ្នឹងហើយថតកងថ្ងៃបងប្អូន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
7 8 9 10 11 12 វារៈរស់បងប្អូនជ័យស្គ្រីមនេះគាត់កាន់នេះចេះខ្ញុំមើលអត់តន់ហ្នឹង
អូក៏កាន់កាលសម័យសម័យជ័យរ្ម័នទី7ក្បិតហ្នឹងក្បិតខ្វាយហ្នឹងហើយនឹងហៅខុសទៅខ្ញុំចេះហៅទៅបងប្អូននឹងសូមមកបៃទោសបើសិនជាខុសអ្វីដែលពាក្យខ្ញុំហៅណាហ្នឹងហើយនេះក្បិតហ្នឹងមានតពុកអញ្ចឹងណាបងប្អូនសម័យហ្នឹងគាត់កាន់ខែហើយនឹងក្បិតកែសម័យសង្គ្រាមធ្វើសង្គ្រាមនេះវត្តរូបរបស់គាត់បងប្អូនអានចុះណាហ្នឹងហើយនេះវត្តរូបអ្នកក្លាហានសម័យអង្គរបងប្អូននៅពីមេចប់ពីអង្គទៀតនេះកាន់ក្បិតភ័ក្រដូចគ្នាដែរហ្នឹងហើយគេថាមេតមុំមើលទៅស្រាលតែបងប្អូនហើយនេះជាប្រវត្តិរូបរបស់គាត់ហ្នឹងហើយនេះអ្នកក្លាហានចុងក្រោយគាត់កាន់ក្បិតនេះចាំពួយចង់ថតដែរយើងចេញពីសួនច្បារកន្លែងវិជ័យសង្គ្រាមសម័យអង្គរវត្តហើយយើងមកទល់មុខកន្លែងបានស្វាមព្រះអង្គជ័យព្រះអង្គចង់ណាបងប្អូនTuan kum kau thọt trên một cái muối mất đó là bàn thọt thọt trên cái muối băng tali sa bobo kita bisa ada pray lebah pray letak bobo nanti kita play cat dia betong dia kena serul dia apa ya doi program bobo tetap hidup dalam modal celong ke buat kubuk fluk nah dalam bangun nah tetap bong fluk lek tipi dah kiamban mau nah tetap hidup bằng sang tam bằng tali sa betul dia sang cedera puh mau pun tu alai terus roh tapi terlalu tu dia adalah
តាម6ម៉ែត្រទៅបងប្អូនមានទស្សនភាពខែទឹកចូលខែ3ហើយវាចាប់ផ្ដើមទឹកទៅស្រកហើយនឹងអាចធ្វើបានខ្លះស្រូវធ្វើហ្នឹងទៅនៅលើទឹកស្រកស្រែត្រាំងបងប្អូនអត់មានធ្វើគុកអត់មានធ្វើស្បៃប្រាក់ដបូឡានធ្វើអីនេះអត់មានធ្វើរោងស្បៃឡានស្រ័យស្លាកគុំទៅអីនេះដែរហើយខ្ញុំផ្ដល់ចំណតថ្លៃចតឡើងបងប្អូនគេទស្សនភាពថ្លៃចតឡើងនេះចតទៅឡើងកណ្ដោតបងប្អូនឥឡូវយើងមកដល់កន្លែងកណ្ដោតចតហើយបងប្អូនទស្សនភាពនៅកន្លែងបេឥឡូវកណ្ដោតកំពុងតែថយល្បឿនដើម្បីចតទៅហើយបន្តមកយើងទិញសបុតជីទៅម្នាក់3នាក់អ្នកអ៊ំម្នាក់ទៀតតម្លៃប្រហែលជា30000ពេញជនជាតិមកជិះមកមើលទេសភាពត្រីលិចទឹកបងប្អូនទេសភាពជាមកដល់ទូរបៀបជិះទៅតាមខាងព្រៃហ្នឹងវាអញ្ចឹងបងប្អូននឹងរបៀបទូជិះចឹងនេះអាងចិញ្ចឹមកពើបងប្អូនទស្សនភាពគេជិះទៅមើលព្រៃលិចទឹកបងប្អូនណាទស្សនភាពព្រៃលិចទឹកកាលមុនខ្ញុំមកម្ដងទឹកនៅច្រើនប្រហែលជា2ម៉ែត្រឥឡូវសក់ប្រហែលជា2ម៉ែត្រទៅក្រោមលើបងប្អូនហើយនឹងទៅលើទស្សនភាពពីលើបងប្អូនខំធូកំពុងភ្លុកស្វាគមន៍មកកាន់រមណីយដ្ឋានកំពង់ភ្លុក
ដេញអញចេញអត់ចាំខោគុំសពវាស្នាមិនសាកោទុំជាសងនាងទាវដាក់បានបងនាងនេសាទខំចិត្តមេបានស្រំក្រកោដួងខែរនោចខែ1500ស្អែកចេញវស្សាបនបើកវាំងននបនជ្រងកាស្លាសំពងកាចាសូមតោស្មៃវាលសម្ដេចញោមឈ្មោះបីសានសិទ្ធចាំរឿងទឹកចែកចោលនិស័យបើសិនក្តីស្នេហ៍ប្រាជាដោះដៃសូមព្រាងចាំថ្លៃកុំមើលបនណាំស្រងក្រកោដួងខែរនោចខែ1500ស្អែកចេញវស្សាបនបើកវាំងននបត់ជ្រងកាស្លាសំពងកាចាសូមតោស្មៃវាលសម្ដេចញោមឈ្មោះបីសាងសិទ្ធជួយចាំទឹកចែកចោលនិស័យ